ក្នុងខែវិច្ឆិកានេះតើនឹងមានរឿងអ្វីកើតឡើងសម្រាប់ទិសនីមួយៗនិងអ្នកដែលមានម្សាញ់ក្នុងតួរាសីដែលជាម្សាញ់នៅក្នុងតួខ្លួនរបស់គាត់នោះមិនថាប្រចាំឆ្នាំទេប្រចាំខែថ្ងៃនិងម៉ោងទេខែវិច្ឆិកានេះគឺឆុងចំពោះគាត់ហើយការគិតរបស់គាត់ខែនេះនឹងងាកទៅរកចំណុចអវិជ្ជមានច្រើនមែនទែនសូមពិចារណាឲ្យបានគុណនឹង2គុណនឹង3ទើបកម្រិតនៃការសម្រេចចិត្តរបស់គាត់មិនលំអៀងងាកទៅរកភាពអវិជ្ជមានអញ្ចឹងបើសិនជាគាត់មាននៅក្នុងតួឆ្នាំគឺសូមឲ្យប្រយ័ត្នពាក្យសម្ដីជាមួយនឹងអ្នកដែលមានអាយុច្រើនជាងឬមួយក៏អ្នកដែលមានអំណាចហើយបើសិនជាគាត់មាននៅក្នុងតួខែសូមឲ្យប្រយ័ត្នតាក់ទងជាមួយនឹងការរកស៊ីរបស់គាត់ឬមួយក៏កន្លែងធ្វើការរបស់គាត់ហើយបើសិនជាគាត់មាននៅក្នុងតួថ្ងៃគឺងាយនឹងប៉ះទង្គិចជាមួយនឹងយើងខ្ញុំទាំងអស់គ្នាអនុញ្ញាតគោរពជំរាបសួរវត្តមានពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់សប្តាហ៍ថ្មីជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រចាទស្សនិកជនជាការពិតណាស់ឥឡូវនេះយើងក៏កំពុងតែស្វាគមន៍ខែថ្មីដែរគឺខែវិច្ឆិកាឆ្នាំ2025ចង់ដឹងថាតើខែនេះនឹងមានហេតុការណ៍អ្វីកើតឡើងខ្លះគឺគ្រូអ្នកគ្រូនឹងជំរាបជូនអំពីចាទិសហេងនិងទិសឆុងប្រចាំខែវិច្ឆិកាផ្ទាល់តែម្ដងដូច្នេះស្វាគមន៍និងជំរាបសួរលោកគ្រូអ្នកគ្រូទាំងពីររូបចាជំរាបសួរបាទជំរាបសួរលោកគ្រូភិរមនិងអ្នកគ្រូវីណាបាទជាទូទៅសម្រាប់បងប្អូនរបស់យើងធម្មតាដែលអត់ទាន់បានយល់ពីហុងស៊ុយក៏ជាគិតថារៀងរាល់ខែថ្មីតែងតែចាប់ផ្ដើមពីថ្ងៃមួយទៅប៉ុន្តែនៅក្នុងវិជាហុងស៊ុយរបស់យើងគឺមានថ្ងៃដែលត្រូវចាប់ផ្ដើមនៅក្នុងខែថ្មីគឺផ្សេងហើយនៅក្នុងសប្តាហ៍នេះក៏ចង់ដឹងពីទិសឆុងទិសហេប្រចាំខែវិច្ឆិកាដូចគ្នាដូច្នេះសូមលោកគ្រូភិរមក៏ដូចជាអ្នកគ្រូវីណាធ្វើការបកស្រាយពីទិសឆុងនិងទិសហេបាទសូមជឿបាទអរគុណណាស់សម្រាប់ខែវិច្ឆិកានេះបើនិយាយឲ្យចំទៅយើងចូលមកដល់ខែគេហៅថាខែកុលដែលខែកុលនេះរត់ចូលកន្លងនៃខែកុលនឹងឲ្យពេញទំហឹងតែម្ដងគឺរាប់ចាប់ពីថ្ងៃទី7វិច្ឆិការហូតដល់ថ្ងៃទី7ធ្នូនៅក្នុងខែវិច្ឆិកា2025នេះគឺជាពេលវេលាមួយជាខែមួយដែលតារាសាស្ត្រប្រចាំខែរត់ចូលកន្លងតែមួយជាមួយនឹងតារាសាស្ត្រប្រចាំឆ្នាំហើយដូច្នេះហើយបើសិនជាតារាសាស្ត្រនោះល្អខ្លាំងយកតែមែនទែនប៉ុន្តែបើសិនជាតារាសាស្ត្រនោះប៉ះចំតារាសាស្ត្រមិនល្អអវិជ្ជមានក៏គុណនឹងទីដូចគ្នាអញ្ចឹងដែរអញ្ចឹងអនុញ្ញាតទស្សនិកជនទាំងអស់តាមដានទាំងអស់គ្នាដើម្បីបងប្អូនទាំងអស់គ្នាអាចជៀសបាននៅទិសឆុងហើយទាញប្រយោជន៍ចេញអំពីទិសហេងត្រឡប់មកវិញអញ្ចឹងខ្ញុំនឹងជំរាបជូនបងប្អូនទាំងអស់គ្នាតើនរណាខ្លះដែលហេងប្រចាំខែវិច្ឆិកានេះបាទសម្រាប់អ្នកដែលហេងប្រចាំខែវិច្ឆិកានេះក៏លេខមើលទៅតួរាសីផ្ទាល់ខ្លួនរបស់គាត់ឬក៏គេហៅថា DT របស់គាត់ Day Master របស់គាត់ឬក៏តិថីរបស់គាត់ជាប្រភេទភ្លើងខ្សោយភ្លើងដកខ្សោយក៏ល្អសម្រាប់គាត់អ្នកដែលមានធាតុដីដករាសីខ្សោយក៏ល្អសម្រាប់គាត់ដែរនេះសម្រាប់រាសីខាងលើរបស់គាត់ណាបាទប៉ុន្តែបើសិនជាអ្នកដែលមានតួរាសីដែលជាម្សាញ់នៅក្នុងតួខ្លួនរបស់គាត់នោះមិនថាប្រចាំឆ្នាំទេប្រចាំខែថ្ងៃនិងម៉ោងទេខែវិច្ឆិកានេះគឺឆុងចំពោះគាត់ហើយតើឆុងបែបណាបើសិនជាគាត់មានម្សាញ់នៅក្នុងតួឆ្នាំការគិតរបស់គាត់ខែនេះនឹងងាកទៅរកចំណុចអវិជ្ជមានច្រើនមែនទែនអញ្ចឹងសូមឲ្យការគិតរបស់បងប្អូនទាំងអស់គ្នាដែលមានតួម្សាញ់នៅក្នុងតួឆ្នាំសូមពិចារណាឲ្យបានគុណនឹង2គុណនឹង3ទើបកម្រិតនៃការសម្រេចចិត្តរបស់គាត់មិនលំអៀងងាកទៅរកភាពអវិជ្ជមានប្រសិនបើនេះខែវិច្ឆិកានេះគាត់មានបញ្ហាពាក់ព័ន្ធនឹងរឿងគេមរតកគួរតែរកអ្នកណាដែលគាត់កើតឆ្នាំខាលណាទៅឲ្យគាត់ជួយនិយាយទៅអាចដោះស្រាយបញ្ហាទាំងអស់នឹងបានរបស់គាត់ដែរបើសិនជាគាត់មានករណីគាត់មានម្សាញ់ក្នុងតួរាសីហើយខែនេះមានបញ្ហាពាក់ព័ន្ធនឹងរឿងចំនួនមរតកគឺរកអ្នកដែលមានឆ្នាំខាលសម្រាប់គាត់ណាបើសិនជាម្សាញ់នៅក្នុងតួខែទៅវិញប្រយ័ត្នប្រយែងនៅរឿងការងាររបស់គាត់កន្លែងការងាររបស់គាត់ក៏មានបញ្ហាច្រើនហើយចំណែកឯបើសិនជាម្សាញ់នៅក្នុងតួថ្ងៃទីទៅវិញប្រយ័ត្នចំពោះជីវិតគូរបស់គាត់មិនថាបុគ្គលនោះជាមនុស្សប្រុសទេមិនថាបុគ្គលនោះជាមនុស្សស្រីទេសូមប្រយ័ត្នឲ្យបានមែនទែនពីព្រោះថាតារាសាស្ត្រ
ខែនេះវាចូលកន្លងតែមួយផងបើសិនជាឆុងខ្លាំងមែនតើព្រោះឆ្នាំនេះមួយសាញ់ស្រាប់ហើយហើយខែនេះខែកុលទៅឆុងជាមួយនឹងមួយសាញ់ទៀតវាដប់ពី2ដងជាវាធ្វើលក្ខណៈណាអញ្ចឹងហើយនៅក្នុងខែនេះប្រយ័ត្នឲ្យបានមែនតើពិសេសការកាប់គាស់ការស្វានដំរញ្ជួយចេញពីទិសណាមួយហើយជំរាបជូនបងប្អូនទាំងអស់គ្នានៅក្នុងខែវិច្ឆិកាឆ្នាំ2025នេះទិសឆុងប្រចាំខែគឺនៅទិសខាងលិចអញ្ចឹងប្រចាំឆ្នាំឆុងនៅទិសខាងកើតហើយប្រចាំខែឆុងនៅទិសខាងលិចទៀតអ្នកដែលមានទោះបីផ្ទះគាត់បែរទៅទិសខាងកើតក៏ដោយខាងលិចក៏ដោយឆុងដូចគ្នាសុទ្ធតែប៉ះទាំងអស់បាទសុទ្ធតែប៉ះទាំងអស់អញ្ចឹងយើងប្រយ័ត្នទាំងអស់គ្នាហើយតាមដានស្ដាប់នៅគ្រប់คลิปនីមួយៗដែលយើងបកស្រាយជូនដើម្បីអីជះទៅបងប្អូនយើងដើរទៅមុខយឺតដោយសារអីដោយសារឧបសគ្គដែលមកជីវិតយើងតាបាទសមត្ថភាពម្នាក់មានធ្លាក់ចុះហើយណាប៉ុន្តែពេលដែលបញ្ហាមកដល់កើតអំពីទិសឆុងមកវាធ្វើឲ្យយើងដំណើរយើងទៅយឺតអញ្ចឹងយើងតាមដានស្ដាប់ទាំងអស់គ្នាហើយយើងជិះបានចាណាអញ្ចឹងឥឡូវយើងក៏លេខមើលមកតារាសាស្ត្រប្រចាំខែវិញតារាសាស្ត្រប្រចាំខែនៅក្នុងខែនេះគឺតារាសាស្ត្រលេខ2ប្រចាំឆ្នាំក៏លេខ2អញ្ចឹងសូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់នៅចំកណ្ដាលផ្ទះសូមកុំឲ្យមានសកម្មភាពដែលមានចលនាឲ្យសោះគឺមានន័យថាជំងឺឬក៏បញ្ហាសុខភាពឡើងគុណនឹង2នៅក្នុងខែនេះតែម្ដងអត់ធ្មត់បើសិនជាកង្ហាលនៅខាងលើប្រភេទម៉ាស៊ីនត្រជាក់ប្រភេទកាសែតចានៅខាងលើកណ្ដាលទៀតបើអាចជិះបានសិនយើងកុំសូវខែហ្នឹងយើងកុំប្រើសិនទៅណាបាទយើងសុខចិត្តថាប្រើកង្ហាលផ្សេងឆ្វេងស្ដាំឬក៏ប្រើនៅជ្រុងណាមួយនៃដែលមិនមែនចំកណ្ដាលអញ្ចឹងយើងអាចកាត់បន្ថយនៅឥទ្ធិពលឆុងប្រចាំខែវិច្ឆិកាបានចាបាទអរគុណចាអរគុណលោកគ្រូពីរំលោកគ្រូវិណាវិញមានអីបន្ថែមទៀតពីអ្វីដែលលោកមានសាមមែនចាអរគុណបងតើតងជាមួយនឹងនៅក្នុងខែវិច្ឆិកានេះអ្នកដែលគួរប្រុងប្រយ័ត្នខ្លាំងជាងគេគឺអ្នកដែលមានម្សាញ់នៅក្នុងតួរាសីមិនថាតួឆ្នាំតួខែតួថ្ងៃឬក៏តួម៉ោងនោះទេយ៉ាងណាមិញកលខ្លួនឯងក៏ឆុងដូចគ្នាប៉ុន្តែអតិពលនៃការឆុងគឺគេហៅថាកលហេងជាមួយនឹងកលអញ្ចឹងមិនថាអ្នកដែលមានម្សាញ់នៅក្នុងតួរាសីឬមួយក៏មានកលនៅក្នុងតួរាសីសូមឲ្យប្រយ័ត្នតាក់ទងជាមួយនឹងការធ្វើដំណើរការគិតត្រេះរិះរបស់គាត់ប៉ុន្តែអតិពលដែលឆុងខ្លាំងគឺអ្នកដែលមានម្សាញ់ក្នុងតួរាសីអញ្ចឹងបើសិនជាគាត់មាននៅក្នុងតួឆ្នាំគឺសូមឲ្យប្រយ័ត្នពាក្យសម្ដីជាមួយនឹងអ្នកដែលមានអាយុច្រើនជាងឬមួយក៏អ្នកដែលមានអំណាចហើយបើសិនជាគាត់មាននៅក្នុងតួខែសូមឲ្យប្រយ័ត្នតាក់ទងជាមួយនឹងការរកស៊ីរបស់គាត់ឬមួយក៏កន្លែងធ្វើការរបស់គាត់ហើយបើសិនជាគាត់មាននៅក្នុងតួថ្ងៃគឺងាយនឹងខ្វះទង្គិចជាមួយនឹងស្វាមីភរិយារបស់យើងហើយបើសិនជាគាត់មានក្នុងតួមកសូមឲ្យប្រយ័ត្នតាក់ទងជាមួយនឹងការធ្វើការជាមួយនឹងបរិវារឬក៏កូនចៅផ្ទុយទៅវិញបើសិនជាអ្នកដែលមានតួរាសីកលក្នុងតួរាសីគាត់នឹងងាយមានការស្ដីបន្ទោសឲ្យខ្លួនឯងដាក់កំហិតទៅលើខ្លួនឯងនិងមានសម្ពាធទៅលើការងារឬមួយក៏ការគិតរបស់ពួកគាត់ចាអរគុណអ្នកគ្រូក៏ដូចជាលោកគ្រូដែរเนาะបានជំរាបមុនឲ្យទស្សនិកជននៅពេលដែលបានដឹងហើយយើងទោះបីយ៉ាងណាក៏ត្រូវតែមានការប្រុងប្រយ័ត្នដែរអញ្ចឹងបងប្អូនដែលមានចាម្សាញ់ក្នុងតួរាសីប្រយ័ត្នលើផ្នែកមួយចាំមិនថាតែរឿងស្នេហាឬក៏រឿងការងារឬក៏សុខភាពដូចបាញ់មិញលោកគ្រូបានមានប្រសាសន៍ទាំងអស់បាញ់មិញគឺថាច្បាស់ណាស់ចាអញ្ចឹងយើងត្រូវប្រយ័ត្នអ្នកដែលសយជាងគេដឹងអ្នកណាទេអ្នកដែលមានតួថ្ងៃដែលជាមាសដកលើម្សាញ់មាសដកលើម្សាញ់បានហេតុអីបានអញ្ចឹងខែនេះភ្លើងដកលើកុលភ្លើងនោះបើសិនជាគាត់ម្សាញ់ចង់និយាយថាមាសដកលើម្សាញ់ហើយជារាសីខ្សោយទៀតទក់សាច់ជាងគេទក់សាច់ជាងគេចាត់មែនតើបាទចាអត្តពលដែលមកប្រឆាំងនឹងវាសង្កត់គាត់ពិឃាតគាត់ហើយចំធាតដែលទាញអត្តពលគាត់ឲ្យខ្សោយថែមទៀតអញ្ចឹងបើគាត់ទទួលឧទាហរណ៍គាត់ទទួលពាក្យបណ្ដឹងហើយគាត់ខាត់លុយអស់ជាច្រើនទៀតអ្នកដែលមានមាសដកលើម្សាញ់ហើយជារាសីខ្សោយបាទអរគុណច្រើនលោកគ្រូភិរមវគ្គក្រោយយើងធ្វើការបកស្រាយតាក់ទងជាមួយនឹងប្រធានបទរបស់យើងបន្តទៀតនៅពេលនេះពីកម្មវិធីទាំងមូលអនុញ្ញាតសម្រាប់បន្តិចសិន My Destiny វាសនាខ្ញុំជាឯផុងស៊ុយបាយបិទជាសាសដែលលោកអ្នកអាចតាមដានរាសីប្រចាំថ្ងៃរបស់លោកអ្នកតាមរយៈការទស្សន៍ទាយក្បួនប៉ាជឺការទស្សន៍ទាយលេខសាសនិងវាស់ទិសត្រីវិស័យជាដើម
ប៉ាជឺគឺជាក្បួនទូទាយបែបវិទ្យាសាស្ត្រអាចឲ្យលោកអ្នកដឹងពីតួរាសីទាំង8និងដំណើរជីវិតរាសីចុះឡើងផងដែរលោកអ្នកក៏អាចធ្វើការទស្សន៍ទាយលេខទូរស័ព្ទលេខផ្ទះលេខរថយន្តនិងលេខធនាគារបានផងដែរចំណែកឯត្រីវិស័យវិញប្រើសម្រាប់វាស់ទិសហេងនិងទិសឆុងអនុញ្ញាតស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រវគ្គទី1គឺយើងបានដឹងពីឆ្នាំក៏ដូចជាទិសមួយចំនួនដែលមានការឆុងក៏ដូចជាទិសដែលមិនល្អសម្រាប់បងប្អូនរបស់យើងគួរប្រុងប្រយ័ត្នឥឡូវនេះចង់ឲ្យអ្នកគ្រូវិណាក៏ដូចជាលោកគ្រូភិរងធ្វើការបកស្រាយបន្ថែមទៀតជាមួយនឹងទិសផ្សេងៗបន្តទៀតបាទសូមជឿបាទ មិញយើងចេញពីចំកណ្ដាលនៃបរិវេណផ្ទះយើងហើយតោះយើងទៅទិសមួយគឺទិសខាងជើងសម្រាប់ទិសខាងជើងតារាសាស្ត្រប្រចាំខែគឺលេខ7ប្រចាំឆ្នាំក៏លេខ7តារាសាស្ត្រនេះមិនសូវជាល្អទេសូមព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការរង្គោះរង្គើអីពីព្រោះថាវិបត្តិនៅក្នុងខែនេះពាក់ព័ន្ធនឹងលេខ7ពាក់ព័ន្ធនឹងចំនួនហើយចំនួននេះមិនមែនជាចំនួនដោយលក្ខណៈសន្តិវិធីទេបាទជាលក្ខណៈឆ្លោះបែបហិង្សាបែបប្រើប្រាស់ឧបករណ៍ដែលអាចធ្វើឲ្យមានការគ្រោះថ្នាក់បានអញ្ចឹងសូម្បីតែករណីចោរកម្មក៏មានច្រើនដែរបើសិនជាមានការរង្គោះរង្គើស្វានដំនៅទិសខាងជើងហើយបើសិនជាចូលតារាចំពេលវេលាតារាសាស្ត្រលេខ5ហើយលេខ2ចូលទៀតពាក់ព័ន្ធនឹងអគ្គិភ័យក៏បង្កហានិភ័យខ្ពស់ចំពោះទិសខាងជើងដែរបើសិនជាមានការញ័រការរញ្ជួយការដាក់ធុងបាសលាន់ឮដែលអាចក៏ក្រើកអត្តពលពីទិសខាងជើងក៏ធ្វើឲ្យអ្នកដែលនៅខាងត្បូងនោះជួបអត្តពលបញ្ហាទាំងអស់នោះដែរសូមចាំថាទិសឆុងប្រចាំខែវិជ្ជការនៅទិសខាងជើងមិនឆុងទេប៉ុន្តែតារាសាស្ត្រមានអត្តពលទាញរឿងនោះមកដល់យើងបានអញ្ចឹងសូមយើងប្រយ័ត្នប្រយែងទាំងអស់គ្នានៅក្នុងការចាប់ផ្ដើមធ្វើអីមួយរើសវេលាឲ្យបានល្អជៀសវេលាដែលអវិជ្ជមានចេញបានគឺមានន័យថាយើងជៀសរឿងបានហើយបាទអរគុណច្រើនសម្រាប់ទិសខាងជើងបាទ ចាអូវីណាវិញម្ដងចាបន្ទាប់មកយើងចូលមកដល់ទិសខាងជើងឈៀងខាងកើតក្នុងទិសខាងជើងឈៀងខាងកើតនេះតារាសាស្ត្រប្រចាំឆ្នាំគឺតារាសាស្ត្រលេខ5មកជាមួយនឹងខែនេះត្រួតជាមួយនឹងតារាសាស្ត្រលេខ5ទៀតទោះបីជាទិសនេះមិនឆុងប៉ុន្តែតារាសាស្ត្រនេះគេហៅថា Fire Yellow Ghost អញ្ចឹងគ្រាន់តែលីឈ្មោះក៏យើងគួរឲ្យខ្លាចដែរបងប្រសិនបើមានការស្វានដំរង្គោះរង្គើឬមួយក៏ចាក់ធុងបាសឬមួយក៏ធ្វើម្ហូបនៅដូចជាបុកគ្រឿងនៅទិសខាងជើងកើតហ្នឹងយើងអាចបង្កឲ្យទៅជារឿងមិនសមជារឿងឧទាហរណ៍ថារឿងតូចក៏អាចคล้ายទៅជារឿងធំបានប៉ុន្តែផ្ទុយទៅវិញបើសិនជានៅទីតាំងនោះគឺជាបន្ទប់គេឬក៏បន្ទប់ធ្វើការរបស់យើងអញ្ចឹងនៅក្នុងខែនេះសូមឲ្យកាត់បន្ថយការប្រើប្រាស់នៅក្នុងបន្ទប់នោះឧទាហរណ៍ថាបើសិនជាយើងតែងតែធ្វើការនៅក្នុងបន្ទប់ធ្វើការរបស់យើងដែលនៅក្នុងខែនេះមានតារាសាស្ត្រលេខ5មកត្រួតអញ្ចឹងសូមឲ្យគាត់កាត់បន្ថយការធ្វើការនៅក្នុងផ្ទះអាចទៅធ្វើការនៅទីការិយាល័យរបស់គាត់បានបាទមួយវិញទៀតនៅក្នុងទិសខាងកើតគឺតារាសាស្ត្រលេខ9អញ្ចឹងប្រចាំឆ្នាំក៏លេខ9ប្រចាំខែក៏លេខ9តារាសាស្ត្រនេះកំណើតរបស់វាគឺមិនមែនជាតារាសាស្ត្រអាក្រក់ទេប៉ុន្តែឆ្នាំនេះឆ្នាំម្សាញ់ទិសអសូរកាយគឺទិសខាងកើតជើងឈៀងកើតនិងត្បូងឈៀងកើតអញ្ចឹងឲ្យតែមានពាក្យថាខាងកើតនៅទិសខាងកើតទោះបីជាតារាសាស្ត្រល្អតាក់ទងជាមួយនឹងកិត្តិយសឬមួយក៏គេឈ្មោះប៉ុន្តែបើសិនជាយើងទៅរង្គោះរង្គើដោយមិនបានរើសវេលាត្រឹមត្រូវឬមួយក៏ស្វានដំនោះគឺធ្វើឲ្យឈ្មោះរបស់យើងនឹងត្រូវបានគេលាបពណ៌ឬមួយក៏គេឈ្មោះរបស់យើងនឹងឧទាហរណ៍ថាដូចបងធ្វើជាតារាឬមួយក៏ជា influencer តាក់ទងជាមួយនឹង media អីហ្នឹងយើងត្រូវការគេឈ្មោះភាពល្បីបើសិនជាយើងទៅរង្គោះរង្គើនៅទិសខាងកើតនៃផ្ទះរបស់យើងនោះនឹងធ្វើឲ្យគេឈ្មោះរបស់យើងនៅក្នុងខែនេះមិនមានភាពល្អនោះទេឬថាបងត្រូវការធាតុឈើប៉ុន្តែធាតុឈើរបស់យើងនៅទិសខាងកើតឧទាហរណ៍ថាយើងទៅមានកំណត់អីថ្មីឬមួយក៏ទៅចរចាជាមួយនឹងភ្ញៀវលើកទូរស័ព្ទនៅទិសខាងកើតនោះនៅក្នុងឆ្នាំនេះគឺមិនទាន់ណែនាំឲ្យទៅទេក្នុងខែនេះចានៅក្នុងខែនេះជាពិសេស
ពីព្រោះតារាសាស្ត្រនៅក្នុងខែនេះគឺត្រួតជាមួយនឹងឆ្នាំអញ្ចឹងឆ្នាំមិនល្អស្រាប់ហើយអញ្ចឹងបើសិនជានៅក្នុងខែនេះយើងមានការរង្គោះរង្គើស្វានដំឬមួយក៏ទៅ activate នៅក្នុងខែនោះទៀតនឹងធ្វើឲ្យយើងកាន់តែយើងគិតថាវានឹងល្អប៉ុន្តែជាបែរទៅជាបានផលមកល្អវិញចឹង ចុះបើសិនជាយើងមានដូចជាបងជាតារាអញ្ចឹងត្រូវការទៅមាន event អីធ្វើដំណើរទៅទិសខាងកើតនៃប្រទេសយើងអីហ្នឹងយ៉ាងម៉េចដែរទៅ នៅទិសខាងកើតនៅក្នុងខែនេះមិនណែនាំឲ្យបងទៅទេជាពិសេសនៅក្នុងខែកុលនេះថ្ងៃទី8វិច្ឆិកា20វិច្ឆិកាហើយនិងថ្ងៃទី2ធ្នូសូមឲ្យជៀសវាងការធ្វើដំណើរនៅក្នុងថ្ងៃនេះដោយសារតែថ្ងៃនេះគឺជាថ្ងៃម្សាញ់អញ្ចឹងម្សាញ់ឆុងជាមួយនឹងកុលបើសិនជាបងមានការងារណាដែលអាចលើកបានមិនណែនាំឲ្យធ្វើនៅក្នុងថ្ងៃដែលយើងបានរៀបរាប់ខាងលើនេះទេ ចាចុះបើករណីចាំបាច់ត្រូវទៅយើងអាចមានអីជួយបង្ការបាទ ចាបងអាចរើសម៉ោងដែលល្អសម្រាប់តួរិស័យយើងហើយស្លៀកសម្លៀកបំពាក់ជាមួយនឹងភាពត្រូវការរបស់យើងដើម្បីការពារបានមួយចំណែកដែរ បានពិតជាពិសេសមែន យើងធ្វើយ៉ាងណាកុំឲ្យចេញចំម៉ោងឆុងទៅបំណាច់តែថ្ងៃនោះថ្ងៃឆុងមែន ហើយ ប៉ុន្តែរើសម៉ោង ម៉ោងមានល្អខ្លះ បាទមានល្អខ្លះកុំរើសចំម៉ោងឆុងដូចថ្ងៃទៀតឥឡូវឧទាហរណ៍ថ្ងៃនោះជាថ្ងៃម្សាញ់ហើយឬក៏ជាថ្ងៃកុលហើយកុំរើសម៉ោងម្សាញ់ម៉ោងកុលចេញដំណើរយើងត្រូវជៀសកន្លែងនោះមកតង់ទៀត បាទ ម៉ោងម្សាញ់ម៉ោងណាគឺម៉ោង9ដល់ម៉ោង11ព្រឹកដល់ម៉ោងកុលដល់ម៉ោងណាម៉ោង9ដល់ម៉ោង11យប់យើងជៀសម៉ោងហ្នឹងទៅយើងរើសយកបើសិនជាការល្អមាន app My Destiny ល្អមែនតើ មានចា គឺយើងរើសយកម៉ោងណាដែលហាក់មួយយើងហើយបើសិនជាហាក់ប្រែធាតុទៅជាធាតុត្រូវការរបស់យើងទៀតអូខេអាចទទួលយកបាននៅក្នុងការចេញធ្វើដំណើរបានជំរាបជូនបងប្អូនទាំងអស់គ្នាបន្តិចថាបើសិនជាបងប្អូនអ្នករៀនហុងស៊ុយឬក៏គាត់អាចយល់ដឹងអំពីតារាសាស្ត្រមួយចំនួនសូមកុំធ្វើការពិឃាតនៅតារាសាស្ត្រលេខ2និងកុំពិឃាតតារាសាស្ត្រលេខ5ឲ្យសោះពីព្រោះថាការដែលពិឃាតដែលឧទាហរណ៍ថាយើងទៅវាយទឹកខ្មៅបំបែកតើអត្តពលដែលវាជះមកប៉ុណ្ណាឬក៏វាយទឹកអាស៊ីតបំបែកអត្តពលវាប៉ុណ្ណាអញ្ចឹងតារាសាស្ត្រលេខ2និងតារាសាស្ត្រលេខ5ចង់បន្ថយអត្តពលប្រើធាតុផ្ទេរចេញដើម្បីបន្ថយអត្តពលនៃធាតុនោះកុំប្រើធាតុពិឃាតអីបើសិនជាមិនអញ្ចឹងទេឯនោះក៏ខូចយើងឯនេះក៏ប៉ះផលអវិជ្ជមានដូចគ្នាអញ្ចឹងហេតុដូច្នេះហើយនៅក្នុងគោលការណ៍នៅក្នុងការដោះស្រាយនៅបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរឿងហុងស៊ុយនេះគឺគេត្រូវប្រើគោលការណ៍មួយឲ្យសមស្របបើសិនជាពិឃាតមិនបានគេបន្ថយឥទ្ធិពលធ្វើយ៉ាងណាកុំឲ្យឥទ្ធិពលអវិជ្ជមាននោះខ្លាំងពេកកាលណាខ្លាំងពេកអត់បានទេ បាន យើងបន្ថយតារាសាស្ត្រខ្លះអាចពិឃាតបានហើយពិឃាតយកដាច់ហ្មងអាហ្នឹងអូខេប៉ុន្តែពីរនេះគួរតែលើកលែងលេខ2និងលេខ5យើងគួរលើកលែងចា៎ បាទ ចាអរគុណសម្រាប់ការបកស្រាយរបស់លោកគ្រូអ្នកគ្រូហើយទស្សនិកជនចាយើងនឹងមានវគ្គបន្តទៀតចង់ដឹងថាតើមានអ្វីកត់សម្គាល់សម្រាប់ខែវិច្ឆិកា2025នេះជួបគ្នានៅវគ្គបន្តពេលនេះកម្មវិធីសូមពេលវេលាសម្រាប់បន្តិចសិន My Destiny វាសនាខ្ញុំជា app ហុងស៊ុយបែបវិទ្យាសាស្ត្រដែលកណនារាសីតាមក្បួនប៉ាជឺលោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ប្រចាំថ្ងៃយ៉ាងច្រើនតាមដានរាសីប្រចាំថ្ងៃដើម្បីដឹងថាជាថ្ងៃល្អឬថ្ងៃឆុងប៉ាជឺគឺជាក្បួនទូទាយបែបវិទ្យាសាស្ត្រអាចឲ្យលោកអ្នកដឹងពីទូរាសីទាំង8ដឹងពីលេខសំណាងប្រភេទរាសីធាតុត្រូវការពណ៌នាំលាភសំណាងហើយក៏អាចឲ្យលោកអ្នកដឹងអំពីដំណើររាសីឡើងចុះបានផងដែរទូទាយលេខសាស្ត្រលេខទូរស័ព្ទលេខផ្ទះលេខរថយន្តនិងលេខកុងធនីគារចំណែកឯត្រីវិស័យវិញប្រើប្រាស់សម្រាប់វាស់ទិសហេងទិសឆុងនឹងដឹងអំពីដំណើរចូលរបស់តារាសាស្ត្រតាមដានជោគជតារាសីប្រចាំខែនីមួយៗអាចឲ្យលោកអ្នកដឹងអំពីរឿងល្អនិងរឿងគួរប្រុងប្រយ័ត្នបង្ហាញពីឆ្នាំល្អសម្រាប់គូស្រកររបស់លោកអ្នកព័ត៌មានប្រទល់លាភទៅតាមប្រភេទធាតុដែលត្រូវការ
លោកអ្នកក៏អាចបញ្ជាទិញសៀវភៅហុងស៊ុយអេឡិចត្រូនិកប្រចាំឆ្នាំលើសពីនេះទៅទៀតលោកអ្នកក៏អាចទស្សនាវីដេអូខ្លីៗអំពីហុងស៊ុយក្នុងរបៀបប្រើប្រាស់ app My Destiny វាសនាខ្ញុំ អនុញ្ញាតស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រឃើញថា2វគ្គមុននេះបងប្អូនរបស់យើងពិតជាទទួលបាននៅអត្ថប្រយោជន៍ដូចជាអ្វីដែលល្អៗតាក់ទងជាមួយនឹងប្រធានបទរបស់យើងបានច្រើនគួរសមហើយឥឡូវនេះចូលមកកាន់វគ្គចុងក្រោយទៅចង់ឲ្យលោកគ្រូនិងអ្នកគ្រូធ្វើការបកស្រាយបន្ថែមទៀតជាមួយនឹងប្រធានបទរបស់យើងបាទសូមអញ្ជើញ អូខេអញ្ចឹងយើងទៅទិសមួយទិសទៀតគឺទិសខាងកើតឈៀងខាងត្បូងសម្រាប់ទិសនេះបើនិយាយជាប់ឆុងអត់ជាប់កើតឈៀងត្បូងកើតនោះឆុងប្រចាំឆ្នាំហើយ បាទ ហើយឈៀងនេះក៏នៅតែឆុងដែរពីព្រោះអីខែនេះខែកុលគឺឆុងជាមួយនឹងម្សាញ់ព្រោះមានម្សាញ់នៅទីនោះ បាទ អញ្ចឹងខែនេះឆុងកុំទៅរង្គោះរង្គើអីប៉ុន្តែយើងធ្វើអីស្ងាត់ស្ងៀមអាហ្នឹងអូខេយើងអាចទទួលយកបាននៅក្នុងទិសនោះមិនឆុងទេដែលយើងអាចអង្គុយគិតអង្គុយសមាធិឬក៏ស្យ៉ាងអីនៅទិសនោះបានអីទេ បាទ កុំឲ្យតែមានការរង្គោះរង្គើឬក៏ចេញសញ្ញាអីណាមួយចេញពីទិសនោះពីព្រោះទិសនេះតារាសាស្ត្រសតិបញ្ញានៅចំកន្លែងនោះទាំងប្រចាំឆ្នាំទាំងប្រចាំខែហើយដូច្នេះហើយបើសិនជាយើងរៀបចំឲ្យស្អាតមិនរង្គោះរង្គើមានក្លិនល្អអានឹងមិនសូវជាមានផលអវិជ្ជមានអីប្រហែលទេអញ្ចឹងអានឹងអូខេបើសិនជាយើងមិនទៅររឿងគឺមិនមានរឿង ចា បើររឿងប្រកាសជាមករឿងអញ្ចឹងយើងប្រយ័ត្នទាំងអស់គ្នាត្រង់កន្លែងចំណុចនេះអញ្ចឹងយើងទៅមកទិសទៀតគឺទិសខាងត្បូងសម្រាប់ទិសខាងត្បូងតារាសាស្ត្រប្រចាំឆ្នាំលេខ6តារាសាស្ត្រប្រចាំខែក៏លេខ6ជាតារាសាស្ត្រដែលល្អទេទិសក៏មិនឆុងតារាសាស្ត្រក៏ល្អអញ្ចឹងសម្រាប់អ្នកដែលគាត់ធ្វើជាមន្ត្រីរាជការឬក៏ថ្នាក់ដឹកនាំធំមិនថាឯកជនទេមិនថាស្ថាប័នរដ្ឋទេរៀបចំជំរុញលៀបចេញពីទិសខាងកើតខាងត្បូងល្អមែនតើបើសិនជាគាត់ចង់បានអំណាចចង់បានបុណ្យស័ក្តិចង់បានការគ្រប់គ្រងរបស់គាត់បានល្អដិតដល់នឹងមានការទទួលស្គាល់ជាច្រើនកលេចមើលហើយនឹងចាប់អារម្មណ៍នៅទិសខាងត្បូងចាប់អារម្មណ៍ទិសខាងត្បូងហើយអាចទាញលៀបចេញពីទិសខាងត្បូងបានដែលធ្វើឲ្យបុគ្គលនោះខ្លាចជាបុគ្គលម្នាក់ដែលទទួលស្គាល់នៅក្នុងការដែលគាត់ពូកែគ្រប់គ្រងពូកែដឹកនាំពូកែចាត់ចែងយកចិត្តទុកដាក់នៅទិសខាងត្បូងប្រចាំខែប្រចាំខែនេះបាទពោះត្រួតគ្នាល្អមែនតើ នឹងត្រូវធ្វើមិនឧទាហរណ៍ខ្លីអីមួយទៅ យើងអាចជំរុញលៀបតាមរយៈការ alert ចេញពី app របស់ My Destiny អំពីការកระตุ้នលៀបនោះនៅទិសខាងត្បូងអ្នកដែលត្រូវការធាតុភ្លើងអ្នកដែលត្រូវការធាតុដែលជាធាតុត្រូវការជាធាតុភ្លើងហ្នឹងកระตุ้ននៅទិសខាងត្បូងប៉ុន្តែក៏មកឆុងតួរាសីខ្លួនឯងណាបាទយើងកระตุ้នចេញពីទិសខាងត្បូងនោះល្អមែនតើបាទចាបន្ទាប់ពីទិសខាងត្បូងតើមានទិសណាបន្តទៀតដែរគ្រូបាទ ចាអរគុណបងទិសបន្ទាប់គឺទិសខាងត្បូងឈៀងលិចជាទិសដែលល្អជាងគេនៅក្នុងខែវិច្ឆិកានេះដែលត្រូវជានឹងខែកុលអញ្ចឹងតារាសាស្ត្រប្រចាំឆ្នាំលេខ8ប្រចាំខែគឺលេខ8ទៀតហើយឆ្នាំអធិស្ឋានហើយខែនេះគឺជាខែដែលតារាសាស្ត្រលេខ8ត្រួតជាមួយនឹងលេខ8តារាសាស្ត្រនៅក្នុងលេខ8នេះគឺធាតុដីហើយទិសខាងត្បូងឈឹងលិចក៏ជាទិសធាតុដីដែរអញ្ចឹងតកតងជាមួយនឹងបញ្ហាហិរញ្ញវត្ថុបើសិនជាបងណាដែលគាត់កំពុងតែជួបប្រទះរឿងហិរញ្ញវត្ថុគាត់អាចធ្វើការក្រទុនលៀបនៅក្នុងទិសខាងត្បូងឈៀងខាងលិចនេះបានបងអាចតាមដានទៅក្នុង app My Destiny បើសិនជាបងត្រូវការធាតុដីធាតុភ្លើងឬមួយក៏ធាតុទឹកអញ្ចឹងយើងអាចទៅក្រទុននៅទិសខាងត្បូងឈៀងលិចនេះបានហើយមួយវិញទៀតបើសិនជាមុខផ្ទះរបស់យើងបែរទៅទិសខាងត្បូងឈៀងលិចនេះយើងអាចក្រទុនលៀបពីខាងមុខផ្ទះទៅល្អជាងយើងគោះនៅក្នុងលំហអូចា៎អញ្ចឹងយើងអាចបន្ថែមជាមួយនឹងកាមេរ៉ាជួតជើងនៅខាងមុខផ្ទះយើងពណ៌ក្រហមមិនរើសថ្ងៃទេដោយសារតែយើងមិនមែនជាការប្រើប្រាស់ជាលក្ខណៈចលនាឲ្យតែចាប់ពីថ្ងៃទី7វិច្ឆិការហូតដល់7ធ្នូនេះគឺយើងអាចដាក់កាមេរ៉ាជួតជើងពណ៌ក្រហមនៅទិសនេះបានបាទចា៎ហើយមួយវិញទៀតចូលទៅដល់ទិសខាងលិចទិសខាងលិចតារាសាស្ត្រលេខ4ជាតារាសាស្ត្រសតិបញ្ញាហើយនឹងស្នេហ៍បែបទន់ភ្លន់ប៉ុន្តែយ៉ាងណាមិញនៅក្នុងទិសខាងលិចនេះគឺជាទិសដែលឆុងប្រចាំខែអញ្ចឹងទោះបីជាតារាសាស្ត្រល្អបើសិនជាយើងទៅក្រទុនឬមួយក៏ធ្វើឲ្យទិសនេះមានការរង្គោះរង្គើស្វានដំដោយមិនបានរើសវេលាទេសតិបញ្ញាឬមួយក៏ស្នេហ៍របស់យើងនោះ
ប្រែទៅជាអត្តន័យអាក្រក់អាចនឹងមានការឆ្លោះប្រកែកគ្នាតាក់ទងជាមួយនឹងគូស្វាមីភរិយាឬមួយក៏ការគិតយើងបណ្ដាលឲ្យមានការគិតខុសៗ បាទ ចា៎ បន្ទាប់ពីទិសខាងលិចយើងនៅសល់ទិសខាង យើងនៅមកទិសទៀត បាទ គឺនៅទិសខាងលិចឈៀងខាងជើងទិសនេះអត់ល្អដូចគ្នា បាទ ទិសនេះជាទិសវិបត្តិទេទិសនេះជាទិសចំនួនទេអ្វីត្បិតតែប្រចាំខែជាទិសកុលនៅទិសខាងលិចឈៀងខាងជើងហ្នឹងជាទិសកុលអធិរាជប្រចាំខែមែនអធិរាជប្រចាំខែមែនប៉ុន្តែឆុងជាមួយនឹងម្សាញ់អញ្ចឹងហាក់បីដូចជាខ្លួនឯងទូចមួយប៉ុន្តែទៅជុលជាមួយនឹងដុំថ្មដែលគិតថាខ្លួនឯងនឹងខ្លាំងប៉ុន្តែកុំអី បាទ នៅទិសនេះបើសិនជាយើងមានចំនួនណាមួយជាមួយនឹងអ្នកធំណាមួយយើងស្ថិតនៅក្នុងហ្សូននៃកុលនៃទិសខាងជើងឈៀងខាងលិចហ្នឹងឯគាត់ឯណោះដៃគូបដិបកនៅក្នុងការដែលមានចំនួនហ្នឹងនៅទិសម្សាញ់ទៅវិញខាងត្បូងឈៀងខាងកើតវិញអត្តពលនៃការឆុងនេះគឺខូចខាតទាំងអស់គ្នាវិបត្តិទាំងអស់គ្នាគេហៅថាវិបត្តិពាក់ព័ន្ធនឹងរឿងឯកសារហើយពាក់ព័ន្ធនឹងរឿងផ្លូវច្បាប់ខាតទាំងអស់គ្នាបើសិនជាមានន័យថាយោគយល់ដោយអព្យាស្រ័យចំពោះអ្នកដែលមានឆុងនៅក្នុងតួឆ្នាំក៏ដោយតួខែក៏ដោយតួថ្ងៃក៏ដោយពិសេសជីវិតគូនឹងរស់នៅដោយអព្យាស្រ័យយោគយល់គ្នាទៅមួយខែទេ បាទ ជាឲ្យផុត ជាឲ្យផុតទៅ ខែទេ បាទតាមមួយខែទៀតពីព្រោះថាអត្តពលខែវិច្ឆិកា2025នេះវាត្រួតលើត្រួតពេកអញ្ចឹងហើយបើសិនជាទប់បានមិនបានមិនវាទៅជារឿងប្រេះឆាវានាំឲ្យមានការខកបំណងយើងតទៅវែងឆ្ងាយអញ្ចឹងអធិស្ឋានគ្នាទៅ បើយើងចង់ជួយគាត់តែគាត់ដឹងមុនអញ្ចឹងថាអាចនឹងឆុងរឿងបញ្ហាស្នេហាអញ្ចឹងយើងអាចឲ្យជាយោបល់គួរគាត់ធ្វើអីប្រសិទ្ធ ទី1ការអប់រំចិត្តគាត់នឹងឯងធំជាងគេការអប់រំចិត្តខ្លួនឯងដែលមានការអត់ធ្មត់បន្តមកទៀតយើងអាចមើលទៅថាតើធាតុណាជាធាតុត្រូវការរបស់គាត់ឬក៏ប្រើធាតុណាមួយធាតុកណ្ដាលមានន័យថាមិនឲ្យមានការឆុងគ្នាទេអញ្ចឹងប្រើធាតុកណ្ដាលមានការផ្សារភ្ជាប់ពីធាតុមួយទៅធាតុមួយទៅធាតុមួយនេះ3តង់បែបនេះដោយប្រើធាតុកណ្ដាលនេះគឺធ្វើឲ្យបុគ្គល2នាក់នោះយល់គ្នាអធិស្ឋានគ្នាដើម្បីអាចបន្តដំណើរជាមួយនឹងគ្នាបានអញ្ចឹងនៅក្នុងការដោះស្រាយរឿងនីមួយៗយើងចាំបាច់ណាត្រូវឆែកទាំងខាងនេះទាំងខាងនេះដើម្បីពស៊ីគ្នាយ៉ាងណាដើម្បីឲ្យដំណើរតែមួយអាឡាញជាមួយគ្នាតែមួយបាទអរគុណ បាទសរុបជារួមមកគឺនៅក្នុងខែវិច្ឆិកានេះសម្រាប់បងប្អូនរបស់យើងទាំងអស់គ្នាប្រកាសជាទទួលជ្រាបច្បាស់ហើយគឺមិនសូវជាល្អប្រមាណនោះទេអញ្ចឹងបងប្អូនរបស់យើងទាំងអស់គ្នាដោយលោកគ្រូអ្នកគ្រូមានប្រសាសន៍អញ្ចឹងគឺមានតែការប្រុងប្រយ័ត្នអ្វីដែលសំខាន់គឺការដែលយើងរក្សានៅផ្លូវចិត្តរបស់យើងឲ្យបានកាន់តែល្អព្រោះថាមើលទៅគឺខែទិសច្រើនមែនតើដែលមិនល្អទិសដែលល្អវិញគឺមានតែមួយទិសនិងពីរទិសអីទេបាទ ជាពិសេសបងប្អូនដែលមានម្សែងខាងតួរាសីចាបងប្អូនអាចមើលវីដេអូយើងម្ដងហើយម្ដងទៀតហើយក៏ចាំដែរកុំភ្លេចរំលឹកដាស់តឿនខ្លួនឯងថាខែនេះមិនសូវល្អទេអញ្ចឹងត្រូវតែអត់ធ្មត់តែបាន បាទ បាត់ធ្មត់ជារឿងល្អបំផុតអត់ធ្មត់មួយខែទៅណា បាទ ឆ្លងខែផុតថ្ងៃទី7ខែធ្នូគឺផុត ចាំយើងគិតទៀត បាទឆុងដុបនោះហើយ ចាហើយបើសម្រាប់បងប្អូនដែលគាត់ចង់ប្រដាក់ទុនអីចាប់ដើមអីថ្មីក៏គួរតែលើកថ្ងៃដែរបើសិនជាអាច បាទ ហើយមួយវិញទៀតតកតងជាមួយនឹងការធ្វើដំណើរ ចា ដោយសារតែម្សាញ់ហើយនឹងកុលគឺជាក្រុមសត្វផាហៈក្រុមធ្វើដំណើរអញ្ចឹងនៅពេលណាដែលក្រុមផាហៈជាមួយនឹងក្រុមផាហៈមានន័យថាម្សាញ់ជាមួយនឹងកុលឆុងគ្នាអញ្ចឹងសូមឲ្យបងតកតងជាមួយនឹងការធ្វើដំណើរសូមជ្រើសរើសពេលវេលាចេញដំណើរឲ្យបានប្រុងប្រយ័ត្នហើយមានការគិតល្អិតល្អន់មុននឹងការចេញទៅធ្វើដំណើរឧទាហរណ៍ដូចជាថាបងគួរចេញទៅណាមានកម្រោងបែបណាខ្លះចា៎ បាទ អរគុណលោកគ្រូអ្នកគ្រូទាំងពីរមានអ្វីដែលជ្រាបទស្សនិកជនសម្រាប់មួយនាទីចុងក្រោយនេះចា អូខេចំពោះការចេញដំណើរសង្កេតមើលងើហេខ្លួនឯងបន្តិចទៅណោះបើសិនជា ទីខាងងើ បើសិនជាសង្កេតមើលណាថ្ងាសយើងស្រអាប់ហើយចំកន្លែងនេះស្រអាប់ទៀតពីរណាទីចំណុចទៅណាកុំភ្លេចមើលចុងច្រមុះខ្លួនឯងផងបើសិនជាចៃដន្យស្រាប់តែដៃយើងនេះទៅឆ្កូតច្រមុះ អូ ឡើងទៅក្រហមឡើងទៅជាតបាវឬក៏កើតមុនក្នុងកំឡុងពេលហ្នឹងយើងបញ្ហាជាមួយនឹងការធ្វើដំណើរហើយយ៉ាងហោចណាស់ក៏ទៅចាយលុយមកដុំណាមួយនៅក្នុងការខាតនៅក្នុងការធ្វើដំណើររបស់ខ្លួនឯងដែរ បាទ អញ្ចឹងសូមព្យាយាមទៅបើសិនជាករណីអញ្ចេះទៅល្អតាយើងមកអង្គុយខាងស្ដាំតកុំវិញទៅឲ្យអ្នកផ្សេងបើកជំនួសទៅ បាទអ្នកដែល អាច អត់ ដោះ មាន ស្រា ស្អី យ ល្អ បាន ជាង បាទរឿងរិស័យល្អ
មើលមុខខ្លួនឯងមុនចេញដំណើរដើម្បីបញ្ជៀសនៅឧបសគ្គនោះបានបាទពីព្រោះយើងអត់ដឹងថាអត្តពលឆុងពីខាងណាអញ្ចឹងបើសិនជាអត់ដឹងអញ្ចឹងទេមើលមុខខ្លួនឯង បាន បើសិនជាមានសញ្ញាទាំងអស់ហ្នឹងហើយមកអង្គុយខាងស្ដាំទៅឬក៏មកអង្គុយខាងក្រោយទៅជាការល្អបំផុតបាទអរគុណច្រើនបាទ បាទអរគុណច្រើនលោកគ្រូភិរមក៏ដូចជាអ្នកគ្រូវិណាក្នុងការបកស្រាយជាមួយនឹងប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះហើយសម្រាប់ពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់កម្មវិធីរបស់យើងក្នុងសប្តាហ៍នេះផងដែរនៅពេលនេះយើងខ្ញុំទាំងអស់គ្នាព្រមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា